ជាទូទៅបើសិនជាយើងឃើញមានដំមូលមួយនៅក្នុងថង់ប៉ោងស្វាយើងត្រូវញែកឲ្យដាច់អំពីថាតើវាជាអ្វីវាអាចជាដុំសាច់វាអាចជាអេពីឌីមឬក៏អាចជាគិសនៅលើកប៉ិញអេពីឌីមមកទៅយើងបង្ហាញវីដេអូថាមិនទៅដុំសាច់មិនទៅអេពីឌីមនិងមិនទៅជាគិសអេពីឌីមនេះជាដុំសាច់ដែលដុសចេញពីគ្រាប់របស់ប៉ោងស្វាហ្មងអញ្ចឹងអានេះជាប៉ោងស្វារបស់យើងអានេះជាដុំសាច់អានេះជាកប៉ិញអេពីឌីមអញ្ចឹងនេះជាសរីរាង្គធម្មតារបស់ប៉ោងស្វារបស់យើងនេះជាគ្រាប់ប៉ោងស្វានេះកប៉ិញធម្មជាតិរបស់យើងជាកំពុងមួយសម្រាប់ស្តុកមេជីវិតអញ្ចឹងនៅពេលដែលបងប្អូនស្ទាបប្រយ័ត្នច្រឡំជាមួយនឹងអញ្ចឹងនឹងមួយទៀតគិសនៅកប៉ិញអេពីឌីមមានន័យថាដូចខ្ញុំនិយាយមិនអញ្ចឹងអានេះប៉ោងស្វាអានេះកប៉ិញអេពីឌីមហើយមានដុសគិសមួយនៅលើហ្នឹងអញ្ចឹងបើគិសនឹងជាទូទៅបើធំអានឹងស្ទាបទៅយើងឃើញដូចប៉ោងស្វា3គ្រាប់អញ្ចឹងបងប្អូនអាចស្ទាបមើលបានហើយមើលនៅខ្លួនឯងបានសូមអរគុណ